ស្ត្រីម្នាក់បានទៅដាក់ពាក្យសុំកាត់បៃតងជាមួយវិញ្ញាបនបត្រអាពាហ៍ពិពាហ៍របស់នាងប៉ុន្តែបុគ្គលិកបានប្រាប់នាងថាវាជាឯកសារคล้ายៗហើយប្តីរបស់នាងយ៉ាកបានរៀបការជាមួយអ្នកផ្សេងជាយូរមកហើយអ្វីដែលរឹតតែពិសេសនោះគឺមនុស្សម្នាក់នោះគ្មាននរណាក្រៅពី Jenny មិត្តល្អបំផុតរបស់នាងឡើយអេណាមិនចង់ជឿតតែសោះនាងក៏បានទូរស័ព្ទទៅប្តីភ្លាមដើម្បីបញ្ជាក់ប៉ុន្តែយ៉ាកបែរជាសារភាពភ្លាមទៅវិញថែមទាំងនិយាយឌឺដងថានាងទើបតែដឹងរឿងនេះទៀតផងនៅពេលប្រជុំមុខនឹងការសួរដេញដោលរបស់ប្រពន្ធយ៉ាកបានពន្យល់ថាគាត់ធ្វើបែបនេះដើម្បីជួយ Jenny មើលថែកូនមានតែការរៀបការជាមួយ Jenny ទេទើបកូនរបស់នាងអាចទទួលបានធនធានអប់រំល្អបំផុតអេណាមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះស្វាមីរបស់នាងកាលពី10ឆ្នាំមុននាងបានលាក់បាំងអត្តសញ្ញាណជាអ្នកស្នងមរតកនៃគ្រួសារអ្នកមានហើយបានរៀបការជាមួយយ៉ាកដែលគ្មានប្រាក់មួយរៀលនៅពេលដែលយ៉ាកជួបការលំបាកក្នុងអាជីពគឺនាងហើយដែលបានលួចប្រើប្រាស់ធនធានគ្រួសារដើម្បីបញ្ជូនគាត់ទៅសហរដ្ឋអាមេរិកនាងថែមទាំងបានជួយឲ្យគាត់ទទួលបានតំណែងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយទៀតផងប៉ុន្តែដោយសារតែការរឹតបន្តឹងទិដ្ឋាការអេណាអាចស្នាក់នៅសហរដ្ឋអាមេរិកបានតែ3ខែប៉ុណ្ណោះក្នុងមួយឆ្នាំក្នុងរយៈពេល10ឆ្នាំនោះអេណាបានរៀបចំខ្លួនយ៉ាងល្អរៀងរាល់ឆ្នាំដើម្បីសុំកាត់បៃតងប៉ុន្តែគួរឲ្យចម្លែកណាស់នាងមិនទទួលបានកាត់បៃតងសោះក្នុងរយៈពេល10ឆ្នាំជាប់គ្នារហូតដល់ការប៉ុនប៉ងចុងក្រោយបង្អស់ទើបមន្ត្រីទិដ្ឋាការប្រាប់នាងថាវិញ្ញាបនបត្រអាពាហ៍ពិពាហ៍នោះជាឯកសារคล้ายៗបន្ទាប់ពីដឹងការពិតអេណាខឹងសម្បាយ៉ាងខ្លាំងនាងបានបញ្ជាឲ្យដកហូតតំណែងសាស្ត្រាចារ្យរបស់យ៉ាកភ្លាមនិងបង្កកនីធនាគារទាំងអស់របស់យ៉ាកប៉ុន្តែនៅពេលដែលនាងកំពុងរៀបចំខ្លួនត្រឡប់ទៅដោះស្រាយបញ្ហាជាមួយយ៉ាកនិងចេញស្រាប់តែយ៉ាកទូរស័ព្ទមកនាងគាត់បានទាមទារឲ្យនាងសុំទោស Jenny និងកូនរបស់ Jenny ភ្លាមប៉ុន្តែអេណាមិនចង់និយាយជាមួយគាត់ទេដូច្នេះនាងក៏បានបិទទូរស័ព្ទយ៉ាងម៉ឺងម៉ាត់យ៉ាកមានអារម្មណ៍ថាត្រូវបានគេប្រមាថដូច្នេះគាត់បានសម្រេចចិត្តសងសឹកអេណាវិញគាត់បានធ្វើជាចុះចាញ់អេណាដើម្បីបង្ហាញពីការសុំទោសរបស់គាត់បានសម្រេចចិត្តប៉ាវអេណាញ៉ាំអាហារពេលល្ងាចអេណាដឹងថាយ៉ាកច្បាស់ជាមានបំណងមិនល្អប៉ុន្តែនាងនៅតែចង់ដឹងថាយ៉ាកចង់ធ្វើអ្វីឲ្យប្រាកដមិនយូរប៉ុន្មានពួកគេក៏បានមកដល់ភោជនីយដ្ឋានយ៉ាកបានកុំងម្ហូបដែលថ្លៃបំផុតនៅលើមុខម្ហូបភ្លាមគាត់ក៏បានកុំងស្រាឡាវ៉ៃឆ្នាំ1982មួយដប់ផងដែរប៉ុន្តែនៅពេលដែលអេណារៀបនឹងប្រឱកាសនេះដើម្បីនិយាយគ្នាត្រង់ជាមួយយ៉ាកនិង Jenny បាននិយាយថាពួកគេត្រូវទៅបន្ទប់ទឹកបន្ទាប់មកពួកគេក៏បានទុកនាងចោលនៅទីនោះតែម្នាក់ឯងអេណាបានរងចាំអស់រយៈពេល1ម៉ោងពេញនាងមិនឃើញពួកគេត្រឡប់មកវិញទេអ្នករត់ទៅបានដើរមកប្រាប់នាងថានាងត្រូវបង់ប្រាក់ចំនួន$150,000ជាបន្ទាន់ចំពេលនោះយ៉ាកស្រាប់តែទូរស័ព្ទមកអេណាគាត់បានប្រាប់នាងថាគាត់បានបង្កកាតធនាគាររបស់នាងហើយប្រសិនបើនាងបដិសេធមិនសុំទោស Jenny ទេនាងនឹងត្រូវបញ្ជូនទៅគុកពីបទមិនបង់ប្រាក់ប៉ុន្តែអ្វីដែលយ៉ាកមិនបានដឹងនោះគឺភោជនីយដ្ឋាននេះគឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មរបស់អេណានាងបានកាច់កាតធនាគារជាពីរយ៉ាងស្ងប់ស្ងាត់នាងបានប្រាប់អ្នករត់ទៅឲ្យហៅអ្នកគ្រប់គ្រងមកអ្នកគ្រប់គ្រងបានស្គាល់នាងភ្លាមគាត់បានស្នើសុំមិនយកលុយថ្លៃអាហារនោះទេប៉ុន្តែអេណាបានប្រាប់គាត់កុំឲ្យធ្វើបែបនោះផ្ទុយទៅវិញនាងបានណែនាំគាត់ឲ្យដឹងយ៉ាកពីបទមិនព្រមបង់ប្រាក់ក្រោមច្បាប់ក្នុងតំបន់និងទាមទារបំណុលមកវិញចំនួន10ដងនៃចំនួនទឹកប្រាក់នោះដោយសារតែនាងបានបង្កប្រាក់ទាំងអស់របស់យ៉ាករួចហើយគាត់មិនអាចរកលុយបានច្រើនបែបនេះទេនៅពេលនេះអ្វីដែលកំពុងរងចាំគាត់គឺការជាប់ពន្ធនាគារប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃការសងសឹករបស់អេណាប៉ុណ្ណោះនៅពេលដែលអេណាត្រឡប់មកផ្ទះវិញនាងបានឃើញយ៉ាកកំពុងតែស្និទ្ធស្នាលជាមួយ Jenny សូម្បីតែខោអាវគេងយប់ដែល Jenny ពាក់ក៏ជារបស់អេណាដែរអេណាខឹងសម្បាភ្លាមនាងបានធាក់ទ្វារបើកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនភ្លាមរបស់នាងយោងតាមផែនការរបស់ពួកគេអេណាគួរតែត្រូវបានគេឃាត់ខ្លួននៅភោជនីយដ្ឋានឬបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសគ្មានផ្លូវដែលនាងអាចត្រឡប់មកវិញដោយសុវត្ថិភាពនោះទេចំពេលនោះកូនប្រុសរបស់ Jenny ស្រាប់តែគប់របស់អ្វីមួយទៅលើអេណាដោយប្រាប់នាងឲ្យចេញពីផ្ទះរបស់គេប៉ុន្តែវីឡានេះច្បាស់ជាផ្ទះអាពាហ៍ពិពាហ៍ដែលអេណាបានបង់ប្រាក់ទិញឥឡូវនេះវាត្រូវបានកាន់កាប់ដោយអ្នកឈ្លានពានទៅវិញអេណាមិនអាចទ្រាំបានទេនាងបានទេកំភ្លៀង Jenny មួយទំហឹងនាងបានប្រកាសថាមនុស្សធំត្រូវតែទទួលខុសត្រូវចំពោះកំហុសដែលក្មេងបានធ្វើយ៉ាកមិនអាចទ្រាំឃើញ Jenny ត្រូវគេធ្វើបាបបានទេដូច្នេះគាត់បានប្រាប់អេណាឲ្យសុំទោស Jenny ភ្លាមគាត់ក៏បានសួរអេណាផងដែរថាតើនាងអាចបង់ប្រាក់ថ្លៃអាហារ$150,000នោះដោយរបៀបណាទោះជាយ៉ាងណាក៏ដោយ Jenny បានចោទប្រកាន់ថាអេណាមានទំនាក់ទំនងស្នេហាជាមួយអ្នកគ្រប់គ្រងភោជនីយដ្ឋានអេណាច្បាស់ជាបានលួចខ្លួនហើយប៉ុន្តែអ្វីដែលអេណាមិននឹកស្មានដល់នោះគឺយ៉ាកបែរជាជឿសម្ដីរបស់ Jenny ទៅវិញគាត់គិតថាអេណាបានក្បត់គាត់អេណាខឹងខ្លាំងណាស់រហូតដល់សាច់ចេញមកនាងបាននិយាយថាយ៉ាកមិនត្រឹមតែលួចរៀបការជាមួយ Jenny ពីក្រោយខ្នងនាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងរស់នៅជាមួយនាងរាល់ថ្ងៃទៀតផងអ្នកទាំងពីរដូចជាប្តីប្រពន្ធដែលបានរៀបការយ៉ាងមានសុភមង្គលជាច្រើនឆ្នាំមកហើយឥឡូវនេះគាត់បែរជាមកចាប់ប្រកាន់នឹងយ៉ាកកៀងនិយាយមិនចេញភ្លាមអ្វីដែលគាត់អាចធ្វើបានគឺគំរាមកំហែងអេណាជាមួយអាជ្ញាធរអន្តោប្រវេសន៍គាត់បាននិយាយថាប្រសិនបើនាងមិនសុំទោស Jenny ភ្លាមទេគាត់នឹងទូរស័ព្ទទៅរាយការណ៍ពីគាត់នឹងឲ្យអន្តោប្រវេសន៍និរទេសនាងចេញប៉ុន្តែអេណាបានតបវិញថានេះគឺជាផ្ទះអាពាហ៍ពិពាហ៍របស់នាងអ្នកដែលគួរតែចាក់ចេញគឺយ៉ាកនិង Jenny ទៅវិញទេប៉ុន្តែចំពេលនោះ Jenny បានបង្ហាត់ថាយ៉ាកបានទេផ្ទះនេះទៅជាឈ្មោះរបស់នាងរួចហើយអេណាខឹងសម្បាភ្លាមទង្វើរបស់យ៉ាកបានធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំងសម្រាប់បុរសបែបនេះនាងបានលាក់បាំងអត្តសញ្ញាណរបស់នាងនិងចំណាយប្រាក់យ៉ាងច្រើនដើម្បីបើកផ្លូវឲ្យគាត់ប៉ុន្តែឥឡូវនេះនាងបែរជាទទួលបានលទ្ធផលបែបនេះទៅវិញដូច្នេះនាងក៏បានគិតឃើញផែនការដ៏ឆ្លាតវៃមួយទៀតនាងបានទូរស័ព្ទទៅជំនួយការរបស់នាងដោយប្រាប់ឲ្យបញ្ជូនមនុស្សមកកំទេចផ្ទះនេះចោលប៉ុន្តែយ៉ាកនិង Jenny គិតថាអេណាគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះដូច្នេះនៅចំពោះមុខអេណាពួកគេបានទូរស័ព្ទទៅការិយាល័យអន្តោប្រវេសន៍និងរាយការណ៍ពីអេណាពីបទខ្លាញ់បន្លំវិញ្ញាបនបត្រអាពាហ៍ពិពាហ៍ដើម្បីទទួលបានកាត់បៃតងដោយខុសច្បាប់មិនយូរប៉ុន្មានមនុស្សម្នាយ៉ាងច្រើនក៏បានមកជួបជុំគ្នានៅខាងក្រៅយ៉ាកយល់ច្រឡំថាពួកគេជាភ្នាក់ងារអន្តោប្រវេសន៍
ដូច្នេះគាត់បានប្រាប់អេណាថាប្រសិនបើនាងសុំទោសឥឡូវនេះនាងអាចចេញទៅក្រៅហើយដេញពួកគេទៅវិញបានបើមិនដូច្នេះទេគាត់គ្មានជំរឿអ្វីក្រៅពីបណ្ដោយឲ្យភ្នាក់ងារអន្តោប្រវេសន៍នាំខ្លួនអេណាទៅឡើយប៉ុន្តែអេណាគ្រាន់តែសើយ៉ាងត្រជាក់បន្ទាប់មកនាងក៏បានដើរចេញទៅក្រៅវិនាទីបន្ទាប់នាងបានត្រឡប់មកវិញជាមួយក្រុមបរិសុទ្ធពាក់អាវខ្មៅមួយក្រុមបន្ទាប់មកតាមបញ្ជារបស់នាងបានបញ្ជាឲ្យមនុស្សរបស់នាងកំទេចរបស់គ្រប់យ៉ាងនៅក្នុងផ្ទះនៅពេលឃើញគ្រឿងសង្ហារឹមត្រូវគេវាយកំទេចខ្ទេចខ្ទីយ៉ាក់និងយ៉េងស្រងៀកចិត្តភ្លាម5នាទីក្រោយមកមនុស្សរបស់នាងបានរាយការណ៍ថាពួកគេបានកំទេចអ្វីគ្រប់យ៉ាងដែលអាចកំទេចបានអស់ហើយប៉ុន្តែអេញ៉ាមានអារម្មណ៍ថានៅមិនទាន់គ្រប់គ្រាន់ទេនាងថែមទាំងបានបញ្ជាឲ្យពួកគេដំឡើងគ្រឿងផ្ទុះនៅក្នុងផ្ទះទៀតផងក្នុងបំណងកំទេចផ្ទះដ៏ខ្វាក់នេះឲ្យរលីសាបសូន្យពីលើផែនដីនៅពេលដែលគ្រឿងផ្ទុះត្រូវបាននាំចូលមកយ៉ាក់និងយ៉េននីមានការភ័យខ្លាចយ៉ាងខ្លាំងអេណាបានប្រាប់ពួកគេថាពួកគេមានពេលតែ10វិនាទីប៉ុណ្ណោះដើម្បីរត់គេចខ្លួនបើមិនដូច្នេះទេពួកគេនឹងត្រូវទទួលផលវិបាកប៉ុន្តែយ៉ាក់គិតថាអេណាគ្រាន់តែធ្វើពុតជាសម្ដែងប៉ុណ្ណោះនាងមិនហ៊ានបំផ្ទុះផ្ទះនេះពិតមែនទេដូច្នេះគាត់បានសម្រេចចិត្តនៅទីនោះដដែលបន្ទាប់ពីអេណាចាក់ចេញពីវិឡានាងបានបោះចោលចិញ្ចៀនអាពាហ៍ពិពាហ៍ដែលយ៉ាក់បានឲ្យនាងបន្ទាប់មកដោយគ្មានការស្ទាក់ស្ទើរនាងបានចុចបំផ្ទុះគ្រាប់បែកតែម្ដង